ខាងក្រោមនេះគឺជាសំណេរកថាខណ្ឌភាសាអង់គ្លេសសម្រាប់ប្រឡងឌីប្លូមថ្ងៃនេះលោកគ្រូនឹងអានសំណេរនេះដោយមានការបកប្រែជាភាសាខ្មែរទៀតផងដូច្នេះសូមប្អូនៗស្ដាប់ដោយយកចិត្តទុកដាក់ហើយសូមពិនិត្យមើលវិធីដែលគេសរសេរសំណេរផងដែរសូមបញ្ជាក់ថាសំណេរនេះសរសេរជាបែបសំណេរកថាខណ្ឌឬហៅថា paragraph writing ដែលជាសំណេរច្រើនតែត្រូវប្រែជាពិសេសសម្រាប់ប្រឡងឌីប្លូមនៅកម្ពុជាសូមជួយចុចចែករំលែកបន្តនិងចុច follow ឬ subscribe ផងចុះសូមស្ដាប់ដូចតទៅ Your favorite subject at school មុខវិជ្ជាដែលអ្នកចូលចិត្តនៅសាលា My favorite subject at school is English មុខវិជ្ជាដែលខ្ញុំចូលចិត្តបំផុតនៅសាលាគឺភាសាអង់គ្លេស I enjoy learning English because it helps me communicate with people from different countries ខ្ញុំចូលចិត្តរៀនភាសាអង់គ្លេសព្រោះវាជួយឲ្យខ្ញុំអាចតាក់ទងជាមួយមនុស្សពីបណ្ដាប្រទេសផ្សេងៗបាន First, English is very useful for my future because it can help me get a good job ជាដំបូងភាសាអង់គ្លេសមានប្រយោជន៍ខ្លាំងសម្រាប់អនាគតរបស់ខ្ញុំព្រោះវាអាចជួយឲ្យខ្ញុំទទួលបានការងារល្អមួយ Second, I like the activities in English class such as speaking, reading and writing បន្ទាប់មកខ្ញុំចូលចិត្តសកម្មភាពក្នុងម៉ោងរៀនភាសាអង់គ្លេសដូចជាការនិយាយការអាននិងការសរសេរ These activities make learning more interesting and enjoyable សកម្មភាពទាំងនេះធ្វើឲ្យការរៀនមានភាពគួរឲ្យចាប់អារម្មណ៍និងរីករាយ Moreover, my English teacher is friendly and always encourages students to participate in class លើពីនេះគ្រូភាសាអង់គ្លេសរបស់ខ្ញុំមានភាពស្និទ្ធស្នាលនិងតែងតែលើកទឹកចិត្តសិស្សឲ្យចូលរួមក្នុងថ្នាក់នេះ motivate មួយខ្ញុំមានកម្លាំងចិត្តការរៀនខ្លាំងជាងមុន Learning English also helps me understand movies, songs and books in English ការរៀនភាសាអង់គ្លេសក៏ជួយឲ្យខ្ញុំយល់អំពីភាពយន្តបទចម្រៀងនិងសៀវភៅជាភាសាអង់គ្លេសផងដែរ In conclusion, English is my favorite subject because it is useful, interesting and important for my future សូមអរព្រគុណនិងសូមអរគុណសម្រាប់ការទស្សនា